ជំរាបសួរបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ Admin ធ្វើវីដេអូសម្រាយរឿងឲ្យអ្នកទាំងអស់គ្នាបន្តទៀតតោះកុំឲ្យខាតពេលវេលាយូរយើងបន្តទៅសាច់រឿងយើងបន្តទៀតសាច់រឿងបានចាប់ដើមឡើងនៅក្រោមពន្លឺព្រះច័ន្ទពណ៌ក្រហមនិងការប្រយុទ្ធគ្នាយ៉ាងសាហាវយើងក៏បានឃើញស្រមោលអ្វីម្យ៉ាងនៅលើមេឃនិងបុរសម្នាក់កំពុងលុតជង្គង់ដោយនៅក្នុងដៃមានកាន់ដាវនៅពីក្រោយបុរសនោះមានសាកសពជាច្រើនបានស្លាប់រីកបាយពីពេញដីទេពធីតាដួងច័ន្ទបានបដិញ្ញាចិត្តថានឹងកម្ចាត់រាល់អ្នកណាដែលមានងារជាអធិរាជដាវហើយនាងចង់បំផ្លាញកិត្តិយសរបស់ពួកគេឲ្យអស់នៅថ្ងៃនេះក្នុងស្ថានភាពរបួសជាទម្ងន់បុរសម្នាក់ដែលមានរហស្សនាមថាជាអធិរាជដាវបានសារភាពថាខ្លួនពិតជាបានធ្វេសប្រហែសពិតមែនប៉ុន្តែដោយសារតែគេបានសម្រេចគោលដៅធំរួចហើយខ្លួនក៏ត្រៀមខ្លួនស្លាប់នៅទីនេះដែរភ្លាមនោះទេពធីតាដួងច័ន្ទបានបញ្ចេញថាមពលនៅក្នុងដៃយ៉ាងសន្ធោសន្ធៅរួចក៏វាសម្រុកមកអធិរាជដាវភ្លាមដោយគេដុំអាចកាយធ្លាក់ពីលើមេឃក្នុងស្ថានភាពនេះអធិរាជដាវបានសម្លឹងមើលថាមពលនោះដែលកំពុងហោះមករកខ្លួនដោយស្នាមញញឹមនិងត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់មួយនេះផងដែរប៉ុន្តែនៅខណៈពេលដែលមានការផ្ទុះយ៉ាងខ្លាំងក៏មានពន្លឺដាវមួយបានលេចឡើងដោយយើងក៏បានឃើញបុរសម្នាក់ទៀតដែលមានសក់ពណ៌ក្រហមគឺយុនគេបានមកដល់ទាន់ពេលវេលាដើម្បីរារាំងការវាយប្រហាររបស់ទេពធីតាដួងច័ន្ទនិងជួយសង្គ្រោះមិត្តរបស់គេគឺអធិរាជដាវយុនបានសុំទោសអធិរាជដាវដែលខ្លួនមកយឺតហើយគេសម្រេចចាត់ការសត្រូវម្នាក់នេះដោយខ្លួនឯងយុនបានស្ទុះគេមុខយ៉ាងលឿនក្រោមពន្លឺព្រះច័ន្ទពណ៌ក្រហមទេពធីតាដួងច័ន្ទបានសួរថាតើឯងជាអ្នកណាយុនបានឆ្លើយតបថាខ្លួនជាអ្នកគុនដាវម្នាក់ដែលនឹងមកពូដួងច័ន្ទគឺមកកម្ចាត់នាងនឹងឯងយុនបានបញ្ចេញស្នៀតគុនដាវប្រចាំត្រកូលរបស់ខ្លួនចេញមកថាមកពុលគុនដាវរបស់យុនសាហាវណាស់រហូតលេចចេញនៅស្រមោលនាគក្រហមដ៏ធំមួយបានហែករូបរាងកាយរបស់ទេពធីតាដួងច័ន្ទជាបណ្ណៃរហូតคล้ายជាផេះនៅថ្ងៃនោះដែរនៅលើមេឃបានបញ្ចេញនៅពន្លឺថាមពលដាវចំនួន9ខ្សែដែលធ្លាក់ចុះមកដោយទឹកភ្លៀងចឹង6ឆ្នាំក្រោយមករឿងរ៉ាវបានកាត់មកកាន់ក្នុងភូមិគ្រឹះមួយក្មេងប្រុសតូចម្នាក់ត្រូវបានម្ដាយជងវីធ្វើបាបរហូតដួលទៅលើដីនាងបានជាប្រមាថក្មេងរស់ម្នាក់នោះថាជាមនុស្សទុនជ្រាយហើយបង្គាប់ឲ្យក្រោកឈរឡើងភ្លាម Admin សូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចក្មេងតូចម្នាក់នោះគឺជាតួឯកប្រុសរបស់យើងក្នុងរឿងនេះតួយើងចូលមកសាច់រឿងយើងបន្តក្មេងតូចបានត្រឹមតែភ័យញាប់ញ័រនឹងស្ដាប់ពាក្យសម្ដីអាក្រក់ៗទាំងនោះម្ដាយជងនាងបានរអូរឿងភ្ញៀវសំខាន់នឹងមកដល់នៅថ្ងៃនេះហើយបានខឹងសម្បានឹងក្មេងតូចម្នាក់នេះរឿងបោសម្អាតទីធ្លាមិនស្អាតរហូតវាក្មេងតូចម្នាក់នេះដល់បាក់អំបៅថែមទៀតហងម្ដាយជងនាងបានសួរដោយកំហឹងថាឯងមិនស្ដាប់យើងដោយសារតែយើងមិនមែនជាម៉ែបង្កើតរបស់ឯងមែនទេក្មេងប្រុសតូចម្នាក់នោះតបថាមិនមែនទេម្ដាយជងនាងបានបន្តទៀតថាចុកបើការនិយាយណែនាំនេះចេញពីមាត់ម្ដាយបង្កើតរបស់ឯងដែលបានបោះបង់ហែងចោលតាំងពីឯងកើតមកនោះតើឯងនឹងមិនស្ដាប់មែនទេក្មេងប្រុសតូចម្នាក់នោះឆ្លើយតបទាំងភ័យថាមិនមែនទេដែលធូរឲ្យម្ដាយជងនាងកាន់តែខឹងហើយបន្តវាយក្មេងតូចម្នាក់នោះយ៉ាងប្រៃផ្សៃខណៈពេលនោះដែលមានក្មេងប្រុស3នាក់កំពុងឈរមើលម្ដាយជងកំពុងវាយធ្វើបាបក្មេងប្រុសតូចនោះយ៉ាងសប្បាយរីករាយបង2នាក់របស់ក្មេងតូចដែលត្រូវម្ដាយជងវាយបានសោយចំអករួចចង្អុលមុខក្មេងតូចនោះថែមទៀតផងប៉ុន្តែបងប្រុសច្បងរបស់ពួកគេបែរជាធ្វើទឹកមុខប្លែកពីគេទៅវិញក្នុងពេលជាមួយគ្នានោះយើងក៏បានឃើញរទេះសេះមួយកំពុងធ្វើដំណើរនៅតាមព្រៃក្នុងនោះមានត្រកូលណានកងដែលជាត្រកូលរបស់អធិរាជដាវដែលបានប្រយុទ្ធគ្នាជាមួយទេពធីតាដួងច័ន្ទនិងជាមិត្តភក្តិរបស់យុនកាលពី6ឆ្នាំមុនអធិរាជដាវបាននិយាយប្រាប់កូនប្រុសអំពីប្រវត្តិមិត្តសម្លាញ់របស់ខ្លួនដែលបានជួយជីវិតលោកកាល6ឆ្នាំមុនកូនប្រុសរបស់អធិរាជដាវបានសួរថាតើវាជាការពិតទេលោកពុកដែលថាលោកពូយុនខ្លាំងរហូតដល់ថ្នាក់អធិរាជដាវដូចជាលោកពុកទទួលស្គាល់នោះអធិរាជដាវបានឆ្លើយថាពិតមែនហើយគាត់ពិតជាខ្លាំងណាស់បើគ្មានគាត់ទេក៏គ្មានពុកនៅថ្ងៃនេះដែរខណៈពេលនោះនៅលើដំបូលរទេះសេះយើងបានឃើញនារីម្នាក់កំពុងអង្គុយស្ដាប់ឪពុកកូនកំពុងនិយាយរឿងលោកយុនម្ដាយបានស្រែកហៅនាងដែលមានឈ្មោះថាណានកងយុនម្ដាយនាងស្រែកឲ្យយុនចុះមកកូនខ្លាចធ្លាក់ក៏ប៉ុន្តែបងប្រុសរបស់យុនបាននិយាយទៅកាន់ម្ដាយថាមិនបាច់បារម្ភពេកទេម៉ែយុននាងមានកម្រិតវិជ្ជាគុណខ្លាំងណាស់វាគ្មានរឿងអីកើតឡើងលើនាងបានឡើយអធិរាជដាវគាត់បានបញ្យល់ប្រាប់កូនប្រុសគាត់ថាបច្ចេកទេសគុនដាវនាគទាំង9របស់យុនគឺអាចទប់ទល់បានសូម្បីតែបច្ចេកទេសខ្លាំងបំផុតរបស់ត្រកូលណានកងរបស់យើងប៉ុន្តែយុនបានរស់នៅដោយឯកានឹងមិនចែករំលែកវិជាគុណនេះទៅអ្នកណានោះទេមូលហេតុគឺដោយសារតែ6ឆ្នាំមុនប្រពន្ធទី2ដែលយុនស្រឡាញ់ខ្លាំងបំផុតបានស្លាប់នៅពេលសម្រាលកូនដែលធ្វើឲ្យគេអស់សង្ឃឹមក្នុងជីវិតហើយឃុំខ្លួនឯងនៅក្នុងបន្ទប់អស់រយៈពេល6ឆ្នាំមកហើយ Admin សូមបញ្ជាក់ម្ដងទៀតប្រពន្ធទី2ដែលសម្រាលកូនរួចស្លាប់នោះគឺជាម្ដាយរបស់តួឯកប្រុសរបស់យើងដែលត្រូវម្ដាយចុងវាយមុននោះអធិរាជដាវបន្តទៀតថាខ្លួនមកទីនេះគឺដើម្បីជួយមិត្តសម្លាញ់ឲ្យចេញពីទុក្ខសោកមួយនេះត្រឡប់មកទីធ្លាភូមិគ្រាវឹងខណៈដែលម្ដាយចុងកំពុងវាយក្មេងប្រុសតូចនោះស្រាប់តែមានអ្នកបម្រើម្នាក់មកប្រាប់ដំណឹងដ៏រន្ធត់ថាលោកម្ចាស់បានព្រមជិនពីបន្ទប់ហើយគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
គេបានចិនមកភ្លាមបន្ទាប់ពីឮដំណឹងថាកម្ពុជាអ្នកក្លាហានត្រកូលណានកងបានធ្វើដំណើរមកដល់នៅពេលដែលឮដំណឹងថាយុនព្រមចេញពីបន្ទប់ម្ដាយចុងចិត្តអាក្រក់មានអារម្មណ៍ច្រណែនភ្លាមព្រោះនាងធ្លាប់ហៅយុនជាច្រើនដងតែគេមិនព្រមចេញមកសោះតែឥឡូវគេបែរជាព្រមចេញពីបន្ទប់នៅពេលឮដំណឹងថាបងប្អូនធ្វរបស់គេមកលេងនាងបានយកកន្សែងមកជូតឈាមក្មេងប្រុសដែលជាប់ដៃនាងចេញរួចសម្លឹងមើលក្មេងតូចនោះដោយខ្សែភ្នែកកំណាចម្ដាយចុងនាងបានគំរាមក្មេងប្រុសនោះថាឯងមិនត្រូវឲ្យឪពុកឯងឃើញឯងក្នុងសភាពកក់ក្លាក់បែបនេះទេហើយកុំធ្វើឲ្យគ្រួសារនេះបាក់មុខឲ្យសោះបើឯងហ៊ានតែលេចមុខឲ្យភ្ញៀវឃើញឯងដឹងហើយថានឹងមានរឿងអ្វីកើតឡើងក្មេងប្រុសតូចបានត្រឹមតែយំនិងសន្យាថានឹងលាក់ខ្លួនមិនឲ្យអ្នកណាឃើញឡើយហើយក្មេងប្រុសដ៏កំសត់ម្នាក់នេះបានដើរចេញពីម្ដាយចុងចិត្តអាក្រក់ទាំងមិនមានកម្លាំងនៅខឹងខ្លួនឡើយបន្តមកម្ដាយចុងនាងក៏បាយទៅរកកូនបង្ការរបស់នាងដោយទឹកមុខញញឹមនិងហៅពួកគេថាជាកូនមានកូនពេជ្រជាពិសេសគឺម៉ូបៀដែលជាកូនប្រុសច្បងនាងបានផ្ដាំផ្ញើឲ្យគេមើលថែនិងធ្វើខ្លួនឲ្យល្អដាក់កូនស្រីរបស់អធិរាជដាវដើម្បីបង្កើតទំនាក់ទំនងល្អដល់គ្រួសារយើងមិនយូរប៉ុន្មានភ្ញៀវកិត្តិយសក៏បានមកដល់មុខខ្លោងទ្វារអធិរាជដាវបានណែនាំភេរីអ៊ីនិងកូនប្រុសរបស់លោកដែលមានឈ្មោះថាណានហ្គងឈុនឲ្យស្គាល់យុននៅពេលយុនលេចមុខមកគេមានសភាពស្លេកស្លាំងនិងទ្រុឌទ្រោមយ៉ាងខ្លាំងដែលខុសដាច់ពីអ្វីដែលក្មេងប្រុសណានហ្គងឈុនធ្លាប់ស្រមៃថាអ្នកក្លាហានដាវដួងច័ន្ទត្រូវតែមានអំណាចនិងមានរូបរាងសង្ហាតែនៅពេលជួបជាក់ស្ដែងគឺពិបាកមើលដល់លោកពុកក្នុងពេលដែលកំពុងណែនាំឈ្មោះគ្នានោះស្រាប់តែកូនស្រីរបស់អធិរាជដាវបានបាត់ខ្លួនទៀតហើយដោយសារតែនាងចូលចិត្តដើរលេងប្រដេប្រដាតម្ដាយចុងមូបៀក៏បានឆ្លៀតឱកាសនិយាយបញ្ឆេះកូនប្រុសទី4របស់នាងថាក្មេងប្រុសតូចដែលនាងវីនោះក៏ចូលចិត្តបាត់ខ្លួនមិនឃើញស្រមោលបែបនេះដែរយុនក៏បានសម្លឹងមើលនាងទាំងមិនទុកចិត្តរួចក៏ឆ្លើយថាមែនហើយកូនប្រុសទី4របស់ខ្លួនតែងតែបាត់ខ្លួនម្ដងម្កាលបែបនេះដែរបន្ទាប់មកនាងបានណែនាំខ្លួនថាឈ្មោះបៀកមីយូរួចក៏បានអញ្ជើញភ្ញៀវចូលក្នុងភូមិគ្រឹះដោះស្កាំស្កាយឆ្លៀតឱកាសនោះនាងក៏បានប្រាប់ឲ្យកូនច្បងរបស់ខ្លួនមូបៀកឲ្យឆាប់ទៅស្វែងរកកូនស្រីរបស់អធិរាជដាវណានហ្គងយុននៅជុំវិញវិមានរបស់យើងឲ្យឃើញបន្ទាប់មកនាងបានបញ្ជាក់ប្រាប់កូនខ្លួនថាឲ្យយកចិត្តទុកដាក់ទៅលើក្មេងស្រីដែលឈ្មោះយុននោះតើកូនយល់ទេមូបៀបានឆ្លើយថាកូនយល់ហើយខណៈពេលដែលគ្រប់គ្នាកំពុងជប់លៀងយ៉ាងសប្បាយរីករាយកាត់មកខាងក្រោយវិមានវិញក្មេងប្រុសតូចដែលរងរបួសបានទៅអង្គុយលុតជង្គង់ពួននៅជ្រុងម្ខាងនៃរបងខ្លួនប្រាណរបស់គេញ័រដោយសារតែការឈឺចាប់និងភាពត្រជាក់ក្មេងតូចបានព្រមតែបួងសួងឲ្យភ្ញៀវត្រឡប់ទៅវិញឆាប់ៗព្រោះដៃរបស់គេឈឺខ្លាំងណាស់រហូតទ្រាំលែងបានហើយពោះក៏ចាប់ផ្ដើមរោទព្រោះតែភាពឃ្លានភ្នែករបស់គេចាប់ផ្ដើមស្រទន់ទៅក្មេងតូចបានប្រាប់ខ្លួនឯងថាមិនត្រូវដេកលក់ទេបើមិនដូច្នោះទេនឹងត្រូវម្ដាយចុងដាក់ទោសមិនខានប៉ុន្តែកម្លាំងរបស់ក្មេងតូចបានអស់រលីងពីខឿនហើយក្មេងតូចក៏ដួលសន្លប់ទៅលើដីមួយសន្ទុះក្រោយមកយឺបានឃើញមនុស្សម្នាក់បានមកដល់កន្លែងនេះរួចក៏ដាស់សណ្ដោមមករកក្មេងប្រុសតូចដែលសន្លប់នោះនៅពេលក្មេងប្រុសតូចដឹងខ្លួនឡើងហើយក៏ឃើញមនុស្សម្នាក់នៅឈរចំពោះមុខគេភ័យខ្លាំងណាស់រហូតដល់ថ្នាក់លើកដៃសំពះសុំទោសមិនដេចពីមាត់ខ្ញុំសុំទោសខ្ញុំអត់បានតាំងចិត្តដេករូបទេកុំខឹងខ្ញុំអីខ្ញុំពិតជាល្ងងណាស់គេភ័យព្រោះខ្លាចតែខ្លួនឯងធ្វើខុសម្ដងទៀតប៉ុន្តែនៅពេលដែលគេបោកភ្នែកមើលឲ្យច្បាស់គេក៏ដឹងថាអ្នកដែលនៅពីមុខគេមិនមែនជាម្ដាយចុងចិត្តអាក្រក់នោះទេក្មេងតូចបានឆ្លល់ថាតើក្មេងស្រីម្នាក់នេះជាអ្នកណានៅចំពោះមុខក្មេងប្រុសតូចដែលកំពុងលុតជង្គង់នោះគឺជានារីដ៏ស្រស់ស្អាតម្នាក់ដែលតុបតែងខ្លួនដោយគ្រឿងអលង្ការយ៉ាងមានតម្លៃក្មេងតូចទើបតែដឹងខ្លួនថានាងមិនមែនជាម្ដាយចុងដ៏កាយសាហាវរបស់ខ្លួននោះទេខណៈដែលក្មេងស្រីម្នាក់នោះសម្លឹងមើលមកគេដោយភាពងឿងឆ្ងល់និងមិនយល់ថាហេតុអ្វីបានជាក្មេងប្រុសម្នាក់នេះភ័យខ្លាំងដល់ថ្នាក់នេះកាត់មកនៅក្នុងសាលប្រជុំនៃភូមិគ្រឹះខណៈដែលគ្រួសារទាំងពីរបានអង្គុយជុំគ្នាយ៉ាងសប្បាយរីករាយអធិរាជដាវបានលើកឡើងពីបំណងចង់ឲ្យគ្រួសារទាំងពីរស្វែងយល់ពីគ្នាដើម្បីក្លាយជាដន្លងនឹងគ្នាលោកបានសួរយោបល់យុនដែលកំពុងអង្គុយស្ងៀមស្ងាត់យុនបានឆ្លើយតបយ៉ាងទាំងមិនខ្វល់ថាអរគុណសម្រាប់បំណងល្អប៉ុន្តែខ្ញុំគិតថាគួរតែទុកឲ្យកូនជាអ្នកសម្រេចចិត្តលើគូស្រករដោយខ្លួនឯងទៅព្រោះជីវិតពួកគេមិនមែនជារបស់ពួកយើងទេពាក្យសម្ដីនេះធ្វើឲ្យបៀមីជូខឹងក្នុងចិត្តយ៉ាងខ្លាំងព្រោះនាងគិតថាវាជារឿងមានប្រយោជន៍នាងបានតវ៉ាទាំងអអន់ចិត្តថានាងបានលះបង់គ្រប់យ៉ាងដើម្បីកូនចុះបើក្មេងៗស្រឡាញ់គ្នាតើវាមិនល្អទេឬបន្ទាប់មកនាងក៏បានឆ្លៀតឱកាសសុំរឿងមួយពីអធិរាជដាវដែលចង់ផ្ញើកូនប្រុសរបស់នាងគឺម៉ូបៀកឲ្យនៅក្រោមការមើលថែទាំនិងរៀនសូត្រពីត្រកូលណាន់ហ្គងរឿងនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសូម្បីតែអធិរាជដាវក៏សួរទាំងឆ្ងល់ថាតើត្រកូលយុនមិនមានបច្ចេកទេសដាវដ៏អស្ចារ្យផ្ទាល់ខ្លួនទេឬយុនបាននិយាយថាគេចង់ឲ្យម៉ូបៀករៀនសូត្រពីត្រ
គោលដតៃព្រោះខ្លួនជឿថាម៉ូបៀប្រហែលទីចាស់បច្ចេកទេសគុណដាវនាគទាំង9រួចអស់ហើយប៉ុន្តែអធិរាជដាវមិនជឿឡើយព្រោះលោកដឹងថាក្នុងស្ថានភាពសុខភាពចុះខ្សោយរបស់យុនក្នុងរយៈពេល6ឆ្នាំនេះគេមិនអាចផ្ទេរចំណេះដឹងគុណដាវនោះទៅឲ្យកូនបានឡើយរំពេកនោះយុនក៏ចាប់ផ្ដើមក្អកយ៉ាងខ្លាំងរហូតធ្វើឲ្យទឹកដែលកំពុងផឹកក្រពប់ពេញតុគ្រប់គ្នាភ័យស្លន់ស្លោហើយស្រែកហៅគ្រូពេទ្យមកជួយសង្គ្រោះភ្លាមកាត់មកទីធឿខាងក្រោយភូមិគ្រឹះម៉ូបៀកកំពុងដើររកកូនស្រីរបស់អធិរាជដាវតាមបញ្ចារបស់ម្ដាយស្រាប់តែគេឮសំឡេងជជែកគ្នានៅក្រោយរបងនោះគឺបៀកស៊ុលជូដែលជាប្អូនស្រីទី3របស់គេកំពុងតោងសម្លៀកបំពាក់របស់ណាន់កុងឈុនកូនប្រុសរបស់អធិរាជដាវហើយនាងស៊ូដេញដោលរឿងដែលល្បីថាអ្នកប្រុសឈុនជាអ្នកគុនដាវពពកខៀវដែលសម្លាប់សត្រូវមិនញញើដៃឈុនបានត្រឹមតែញញឹមហើយបញ្យល់ថាគេមិនដាល់សម្លាប់សត្រូវផ្ដេសផ្ដាស់ឡើយឃើញសភាពបែបនេះម៉ូបៀកបានស្ទុះទៅនៅចំពោះមុខឈុនដើម្បីសុំទោសជំនួសប្អូនស្រីដែលធ្វើខ្លួនមិនសមរម្យបែបនេះប៉ុន្តែឈុននិយាយថាគេមិនប្រកាន់ទោសបីអ្វីឡើយក្មេងស្រីតូចស៊ុលជូបានស្រែកណែនាំឈ្មោះខ្លួនឯងម្ដងហើយម្ដងទៀតថាខ្ញុំឈ្មោះស៊ុលជូកុំភ្លេចឈ្មោះនេះឲ្យសោះម៉ូបៀកមានអារម្មណ៍ខ្មាស់គេចំពោះចរិតច្រឡោមរបស់ប្អូនស្រីខ្លួនឯងណាចំណែកស៊ុលជូបែរជាធ្វើមុខក្រម៉ៅដាក់បងប្រុសខ្លួនឯងទៅវិញការឆ្លោះប្រកែកគ្នារវាងបងប្អូនត្រកូលយុននៅតែបន្តរហូតដល់ស៊ុលជូនិយាយទាំងខឹងថាការនៅម្នាក់ឯងគឺជាគុណវិបត្តិខ្លាំងបងផុងណាន់កុងឈុនកូនប្រុសរបស់អធិរាជដាវបានលួចខ្សោយពេលឃើញបងប្អូនត្រកូលយុនឆ្លោះប្រកែកគ្នាគេថែមទាំងគិតក្នុងចិត្តថាបើប្អូនស្រីរបស់ខ្លួនណាន់កុងយុនមានចរិតច្រឡោមបែបនេះមិនដឹងជាល្អយ៉ាងណាទេបន្ទាប់មកម៉ូបៀកក៏បានចាប់ក្បាលស៊ុលជូឲ្យអោនស៊ុលទោសឈុនម្ដងទៀតហើយពួកគេក៏បានព្រមព្រៀងគ្នាដើររកកូនស្រីរបស់អធិរាជដាវគឺណាន់កុងយុនជាមួយគ្នានៅតាមផ្លូវឈុនបានប្រាប់ស៊ុលជូថាយុនមានបញ្ហាសុខភាពទើបនាងមានចរិតប្លែកបន្តិចកាត់មកមើលសកម្មភាពនៅសួនក្រោយផ្ទះវិញក្មេងស្រីដ៏ស្រស់ស្វាតណាន់កុងយុនកំពុងឈរសម្លឹងមើលក្មេងប្រុសតូចដែលកំពុងភ័យខ្លាចក្មេងប្រុសនោះគិតក្នុងចិត្តថានាងពិតជាស្អាតខ្លាំងណាស់ហើយបើមើលតាមសម្លៀកបំពាក់និងគ្រឿងអលង្ការនាងប្រកបជាភ្ញៀវសំខាន់ដែលម្ដាយជុងបានប្រាប់មិនខានដោយខ្លាយរងទោសទណ្ឌតាមបញ្ចារបស់ម្ដាយជុងក្មេងប្រុសតូចក៏សម្រេចចិត្តរត់ចេញពីទីនោះយ៉ាងលឿនប៉ុន្តែស្រាប់តែយន្តនាងបានស្ទុះមកចាប់ទាងអាវរបស់ក្មេងតូចរហូតធូរឲ្យគេដួលផ្ងាទៅលើដីនៅចំពោះមុខនាងក្មេងប្រុសតូចដកដង្ហើមញាប់ភ័យទាំងញាត់ទ្រូងរួចពោលពាក្យដដែលថាខ្ញុំសុំទោសខ្ញុំពិតជាសុំទោសខ្លាំងណាស់ដោយមិនហ៊ានសូម្បីតែងើបមុខមើលនាងយន្តឈរលើកមើលក្មេងប្រុសដែលកំពុងភ័យនោះដោយភាពងឿងឆ្ងល់នាងសង្កេតឃើញស្នាមជួមពេញគ្រឿងប្រាណរបស់ក្មេងតូចនោះដែលវាមិនមែនជាស្នាមរបួសពីការហាត់ក្បាច់គុនឡាយប៉ុន្តែវាជាស្នាមនៃការធ្វើទារុណកម្មយន្តនាងមើលទៅសក់ពណ៌ក្រហមរបស់ក្មេងតូចនេះដែលដូចគ្នាទៅនឹងកំពូលក្បាច់គុនដាវដួងច័ន្ទដែលមិត្តភក្តិសម្លាញ់របស់ឪពុកនាងគឺអធិរាជដាវនាងគិតក្នុងចិត្តថាក្មេងប្រុសម្នាក់នេះប្រកាសជាកូនប្រុសរបស់លោកពូយន្តហើយប៉ុន្តែហេតុអ្វីបានជាគេភ័យខ្លាចដល់ថ្នាក់នេះយន្តនាងបានអង្គុយចុះនៅចំពោះមុខក្មេងតូចហើយលូកដៃទៅរកក្មេងប្រុសនោះយឺតក្នុងក្រសែភ្នែករបស់ក្មេងប្រុសតូចគេមើលឃើញរូបភាពមហន្តរាយទៅវិញគេឃើញដៃរបស់យុនដូចជាដៃដ៏អាក្រក់របស់ម្ដាយចុងដែលបំរុងនឹងមកវាយធ្វើបាបខ្លួនប៉ុន្តែផ្ទុយស្រឡះដៃនោះបានជាកក់ក្ដៅនិងថ្នមបំផុតយុននាងបានអង្អែក្បាលក្មេងតូចនោះស្រាលដែលធ្វើឲ្យក្មេងតូចបាក់ភ្នែកឡើងទាំងមិនជឿនឹងអ្វីដែលកំពុងកើតឡើងរំពេកនោះយុននាងបានសួរក្មេងប្រុសតូចនោះថាតើឯងឈ្មោះអ្វីក្មេងតូចក៏បាននិយាយខ្សឹបប្រាប់ឈ្មោះរបស់គេយ៉ាងតិចថាយុនយូខាយុននាងនិយាយថាឯងឈ្មោះយូខាមែនទេនាងបានយកដៃអង្អែខ្ទាល់ជូខាហើយសន្យាថាកុំខ្លាចអីខ្ញុំនឹងការពារឯងបន្ទាប់មកជូខាក៏ចាប់ឡើងយំយ៉ាងខ្លាំងពេលនោះយុននាងក៏បានអបជូខាដោយនិយាយថាវាមិនអីទេកុំខ្លាចបន្ទាប់ពីលួងជូខាបានធូរស្រាលបន្តិចយុននាងក៏បានក្រោកឈរឡើងរួចហុចដៃឲ្យជូខាកាន់ជាលើកដំបូងបំផុតក្នុងជីវិតដែលជូខាបានឃើញដៃរបស់មនុស្សស្រីម្នាក់លូកមកកាន់ខ្លួនក្នុងបំណងជួយសង្គ្រោះមិនមែនដើម្បីវាយធ្វើបាបជូខាបានចាប់ដៃនាងហើយមានអារម្មណ៍យ៉ាងច្បាស់ថាដៃនេះពិតជាទន់ភ្លន់ណាស់យុននាងបានដឹកដៃជូខារត់សម្ដៅទៅកាន់រុនរបងដែលជូខាបានលូនចូលកាលពីមុនជូខាសម្លឹងមើលទៅរុនរបងលុះទាំងស្ទែកស្ទើប៉ុន្តែនៅពេលដែលយុននាងលូកដៃមកហៅគីម្ដងទៀតជូខាក៏សម្រេចចិត្តដើរតាមនាងចេញទៅពិភពខាងក្រៅសាច់រឿងកាត់មកនៅពេលយុននាងបាននាំជូខាចូលទៅក្នុងទីក្រុងដែលមានមនុស្សម្នាអ៊ូអរយ៉ាងច្រើនពេលនោះជូខាមានការភ្ញាក់ផ្អើលនៅពេលដែលឃើញមនុស្សច្រើនបែបនេះព្រោះថានេះជាលើកទី1ហើយដែលជូខាបានចូលក្នុងទីក្រុងមួយនេះយុននាងបានកាន់ដៃជូខាជាប់
នៅពេលនោះជូខាបានលួចសម្លឹងមើលម្ហូបអាហារដែលគេលក់តាមផ្លូវដោយសារជូខាមិនទាន់បានញ៉ាំអ្វីឡើយយុននាងបានឃើញជូខាកំពុងមើលម្ហូបទាំងឃ្លាននាងក៏ទិញអាហារដែលឆ្ងាញ់ឲ្យជូខាញ៉ាំជូខាក្មេងប្រុសតូចម្នាក់នេះបានញ៉ាំអាហារទាំងនោះដូចជាមនុស្សដែលមិនដែលស្គាល់រសជាតិសាច់ឬអាហារឆ្ងាញ់ឡើយយុននាងបានយកដៃអង្អែលក្បាលជូខាថ្នមជូខាញ៉ាំបណ្ដើរលួចសម្លឹងមើលមុខយុនបណ្ដើរហើយនាងក៏ញញឹមតមកជូខាវិញយ៉ាងស្រស់ស្អាតប៉ុន្តែខណៈដែលពួកគេកំពុងដើរស្រាប់តែមានបរិសុទ្ធម៉ាត់ធុមណាក់បានមកឈរពាំងផ្លូវពួកគេជូខាចាប់ផ្ដើមភ័យខ្លាចភ្លាមពេលឃើញរូបរាងបរិសុទ្ធនោះប៉ុន្តែយុននាងនៅតែរក្សាភាពស្ងៀមស្ងាត់និងកាន់ដៃជូខាយ៉ាងណែនកាត់មកមើលក្នុងភូមិគ្រឹះវិញមេឃចាប់ផ្ដើមងងឹតអធិរាជដាវបានអង្គុយនៅក្បែរគ្រែរបស់យុនដែលទើបតែដឹងខ្លួនពីសន្លប់យុនមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់តែអ្នកក្បាច់គុនដាវដ៏ល្បីល្បាញដូចជារូបគេបែរជាមកទន់ខ្សោយរហូតដល់សន្លប់បាត់ស្មារតីបែបនេះអធិរាជដាវបានលើកទឹកចិត្តមិត្តសម្លាញ់ថាឈប់និយាយរឿងឥតប្រយោជន៍ទៅអ្វីដែលសំខាន់បំផុតគឺឯងត្រូវតែសម្រាប់ឲ្យឆាប់ជាសះស្បើយដើម្បីកូននិងដើម្បីកិត្តិយសត្រកូលរបស់ឯងយុនបានរៀបរាប់ទាំងទឹកភ្នែកទៅកាន់អធិរាជដាវថាគេមានអារម្មណ៍ថាខ្លួនឯងបានបាត់បង់ទំនាក់ទំនងជាមួយវិជាដាវប្រចាំត្រកូលអស់ហើយយុនបន្តខ្លួនឯងដែលទុនខ្សោយហើយថែមទាំងសារភាពថាចាប់តាំងពីភរិយាទី2របស់ខ្លួនគឺម្ដាយបង្កើតជូខាស្លាប់ទៅគេមានអារម្មណ៍ថាខ្លួនឯងក៏បានស្លាប់ទៅជាមួយនាងដែរទោះបីជាគេដឹងថាជូខាមិនមែនជាអ្នកខុសក៏ដោយប៉ុន្តែគេមិនហ៊ានសម្បីតែទៅជួបមុខកូនប្រុសម្នាក់នេះព្រោះខ្លាចថាចិត្តខ្លួនឯងនៅតែមានការស្អប់ក្ពើមចំពោះកូនដែលធ្វើឲ្យម្ដាយស្លាប់យុនបានអង្វរអធិរាជដាវសុំរឿងចុងក្រោយពីមិត្តសម្លាញ់ដាវនិយាយថាខ្ញុំដឹងថាខ្ញុំមិនគួរនិយាយរឿងនេះទេប៉ុន្តែឯងសូមជួយមើលថែកូនរបស់ខ្ញុំផងពួកគេកំសត់ណាស់ដែលត្រូវធំដឹងក្តីដោយគ្មានការមើលថែពីឪពុកម្ដាយឲ្យបានដិតដល់ដោយឃើញមិត្តស្លាប់រស់អង្វរបែបនេះអធិរាជដាវក៏ដកដង្ហើមធំរួចយល់ព្រមតាមសំណូមពររបស់យុនកាត់មកពេលរាត្រីនៅមុខភូមិគ្រឹះវិញនៅពេលដែលណានគង់យុនដឹកដៃជូខាចូលមកដល់ភូមិគ្រឹះវិញម្ដាយរបស់យុនមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបាត់កូនស្រីរបស់ខ្លួនពេញមួយថ្ងៃអ្នកបម្រើបាននិយាយប្រាប់ម្ដាយរបស់យុនថាគាត់បានរកឃើញហើយពេលនោះម្ដាយយុនរត់មកជួបកូនស្រីទាំងព្រួយបារម្ភស្រាប់តែម្ដាយរបស់យុនចាប់អារម្មណ៍នឹងក្មេងប្រុសតូចដែលយុនកាន់ដៃជាប់មិនលែងសោះពេលនោះម្ដាយចុងបៀមីជូរបស់ជូខាបានចូលមកសម្ដែងដោយរត់ទៅរកជូខាទាំងទឹកមុខព្រួយបារម្ភនិងនិយាយកុហកនៅចំពោះមុខម្ដាយយុននិងយុនថាហោកុលសម្លាញ់ហេតុអីបានជាកូនទៅជាបែបនេះម៉ែបារម្ភពីឯងខ្លាំងណាស់ដឹងទេម្ដាយចុងរបស់ជូខាថែមទាំងអរគុណយុនដែលបានជួយរកកូនប្រុសនាងឃើញប៉ុន្តែយុនដែលជាក្មេងស្រីមានញាណពិសេសនាងបានសម្លឹងមើលមុខម្ដាយចុងរបស់ជូខានោះដោយខ្សែភ្នែកយ៉ាងកំណាយនិងដឹងភ្លាមថានេះគឺជាការសម្ដែងប៉ុណ្ណោះបងប្រុសរបស់យុនណានគង់ឈុនបាននិយាយថាបងស្មានតែឯងឡើងលើដំបូលផ្ទះអឌីតហើយតើបានជារកឯងមិនឃើញស្រាប់តែពេលនោះបងប្រុសយុនចាប់អារម្មណ៍ថាបងស្រីខ្លួនបានកាន់ដៃជូខាជាប់មិនលែងសោះពេលនោះម៉ូបៀក៏ចាប់អារម្មណ៍នឹងក្មេងស្រីដែលឈរនៅពីមុខខ្លួនពេលយូនាងងាកមុខមកមើលម៉ូបៀបែរជាអៀនព្រោះឃើញសម្រក់យូនាងពិតជាស្រស់ស្អាតណាស់ប៉ុន្តែពេលនោះម៉ូបៀបានឃើញយូនាងកាន់ដៃជូខាជាប់ដែលធ្វើឲ្យខ្លួនមានអារម្មណ៍ច្រណែនបន្តិចម្ដាយរបស់យូនបាននិយាយថាពេលនេះក្មេងៗប្រហែលជាអស់កម្លាំងហើយដូច្នេះឲ្យពួកគេចូលទៅក្នុងដើម្បីសម្រាកសិនទៅយូនបានឃើញយូននិងជូខាបានសម្រាប់ចិត្តលេងដៃគ្នាប៉ុន្តែយូនាងហាក់ដូចជាមិនសូវទុកចិត្តម្ដាយចុងរបស់ជូខាឡើយនៅពេលដែលគ្រប់គ្នាដើរចូលទៅខាងក្នុងអស់សល់តែជូខានិងម្ដាយចុងនាងក៏ប្រែទឹកមុខមកជាកាចសាហានភ្លាមរួចខ្សឹបគំរាមថាយើងប្រាប់ឯងហើយមែនទេថាឲ្យនៅឲ្យឆ្ងាយឯងចង់ឲ្យគ្រប់គ្នាដឹងថាឯងជាកូនរបស់យើងមែនទេជូខាបានត្រឹមតែភ័យឡើងញ័រខ្លួននឹងនិយាយសំទោម្ដាយចុងទាំងភ័យខ្លាចម្ដាយចុងចិត្តខ្មៅនោះបានសម្លឹងមើលទៅយួនពីក្រោយខ្នងរួចជេរនៅក្នុងចិត្តថាក្មេងស្រីចង្រៃនេះនៅថ្ងៃទី7នៃឆ្នាំដដែលនោះកំពូលក្បាច់គុនដាវដួងច័ន្ទយួនឪពុករបស់ជូខាក៏បានទទួលមរណភាពក្នុងដំណេកយ៉ាងស្ងប់ស្ងាត់ភ្លាមបន្ទាប់ពីយួនបានស្លាប់ទៅម្ដាយចុងបៀមីជូមិនបង្អង់យូឡាយនាងបានកោះហៅសម្ព័ន្ធមិត្តពីត្រកូលបៀរបស់នាងមកកាន់កាប់ភូមិគ្រឹះរបស់ត្រកូលយួនហើយបង្កើតបានជាក្រុមខ្លាខ្មែរនៃភូមិគ្រឹះវ៉ារ៉ែនចំណែកឯកូនប្រុសច្បងម៉ូបៀក៏ត្រូវបានបញ្ជូនឲ្យទៅរៀនសូត្រនៅក្នុងត្រកូលណាងគង់ដែលជាត្រកូលរបស់អធិរាជដាវតាមការគ្រោងទុកនាងបានចូលទៅក្នុងបន្ទប់របស់យួននិងភរិយាទី2របស់យួនរួចរុះរើខកាយគ្រប់ទីកន្លែងដើម្បីតាមរកគម្ពីរក្បាច់គុនដាវសម្ងាត់របស់យួននាងបានបង្ខំឲ្យអ្នកបម្រើលុតជង្គង់រកពាសពេញភូមិគ្រឹះប៉ុន្តែរកយ៉ាងណាក៏មិនឃើញសោះដោយកំហឹងនាងបានបញ្ជាឲ្យគេយករបស់របរប្រើប្រាស់ទាំងអស់របស់យួនទៅបោះចោលក្នុងឃ្លាំងចាស់ដើម្បីកុំឲ្យនាងឃើញរបស់ទាំងនោះនិងនឹករំលឹកដល់ប្តីរបស់នាងទៀតមិនត្រឹមតែប៉ុណ្ណោះនាងបានបញ្ជាយ៉ាងដាច់អហង្ការថាពេលចាត់ការរបស់ទាំងនោះរួចហើយ
โจยกอาคูกบาลแกจูคาตึกคุมตุกนงเคลียงหนูได้ถือจูคาตระบานกียกเตอบังแข่งขลุ่นตุกนกตมชื่อระตอยหมวยนึกนงเคลียงจ้าได้โปเป็นดอยสำรามนึ่งระบออดประย่อยบุระได้ยกจูคาตึกคุมขลุ่นนุบ้านนิเยธาเกตพื้นตามบัญชีระบอเนสไรดำใบรูใต้ปนอจูคาบานตรมแต่สไรปรับอ้อยเนบำรานุช่วยใต้เนบำรานุบ้านนิเยธาวัตถุอนุสาวรีย์ระบอปุกเองหนึ่งเนื้อจิมวยเองเนตินีจัดตุกท้าจีวัตถุอนุสาวรีย์ดาวใบกรบมรณะเพียบระบอปุกเองเดจ่อทวีเคลี้ยงตระบานบัดจิตบนซอลตุกแต่ขมิ้นปรโต้ยโรนในครั้งเพียบงเงิดหนึ่งเพียบตะเจียกจูคาบานตรมแต่ยุ่มขณะใดใบดวงระบกีเตยฉบับได้เพียบไผ่คลายเนื้อเป๊ะปรึกปลมประติดจับดำเรล่างหมกเนื้อขึ้นตุ้มขมิ้นปรโต้ยจูคารบเนื้อดาวยำตรมนมปังหนึ่งตึกมูจานได้กีรุนตามประหองทวีอ้อยใต้ปนกไงมุ้ยขณะใดจูคากำปูยำนมปังเก๋ก็บานเคยปนลือจำไหลมุ้ยจิงปีจุรงมาค้างในเคลี้ยงจูคาบานตุกนมปังรุยก็ด่าตัวเมื่อปนลือจำไหลหนูเปลตัวดอลจูคาก็ไกลระบเจ๋งให้ก็ประเทศเคยกินเจาะดอทมหนึ่งสะอาดอชามุ้ยได้จิสมฉลาจีรูปลุมน้อมทมอปอคิวจูคาบานโยดได้จูดทุลีได้เลือกันเจาะหนูเจ๋งรุ่ยนิเยติการสมอลก็ต้องกันเจาะหนูถ่าตาแองก็เตยกีบอบองเจ้าแล้วดุเขียมได้เมนเต้ปันใต้เรื่องได้กู้ที่เหยียบเอาบันกระหลังเนื้อเป้ได้รูปในคลองกันเจาะนูสรับตายินย้ำดักจูคาวิงแดงได้จูคาเหมือนบ้านยินย้ำซอจูคาไพ่ขลังระหูสไลโอเนะในขังกราวจุย